khăn kế thưa bạp luôn ai cầm hắn đợt luôn nè ở cái đáy của hai miền nè rừng ắng bật vía cà ri chìm ra cầm mình đói oi ạ của xó đặt nóm chỉ vật nè lại cái đáy cái từ rột tực cái đáy chết từ rột thua on chất khẳng trở nén đái thấy chỉ mê rốt bầm phái xịt đầy sốc không chật nẹ công bằng cá rương đai mình toàn cả láng hái đi cả tục lại bởi chết bốm tam sở mặt thực hiệp để nẹ rột bán chỉ vứt mình sớ lụm bạ tê tam đam chặt nẹ chỉnh nịch cùng mình đói ở viết kịch rương ọt và giáo tràn về mình nút tuôn sói tranh bịa bên chủ cục khía xuất tới trong bàn sọc cùng thừa cọt đạn khía ấy bởi trong sốc cùng trong oi về với ban đôi chật đẹp cục rương lại riêng prom khá tư tùm nính ai rộng tinh bàn tại bề lía tinh mình bàn tề riêng prao ví ở bàn bởi giỏi tràn sân xóm trọp phóng sân xóm thọ phóng tự chỉ vứt bàn sọc tràn công priệp thiếp cho mùi kê ấy sai chỉ vượt mà nẹ mình đôi khía tê cùng chóng tại ban bị kê bê riêng áo khá phong kê mình trôi chất mình nút cầm nành tê nẹ mình ai thưa phản đấy ở riêng mà đôi cân tê tê nẹ mình ai ao kê kích đôi nẹ cụp rương tê công tự trị so cùng lút tam cái chặt chăm cho bà sấn xâm đầy thà từ mình sớm miên cầm học sân khâm kháng khó chất có kháng đài riêng prom từ mình sớm cả tục ở vây mình tiền tề cùngประกัน mòm bê ประหยัด miên tục kháng làn thái tai chả rật mình thái nơi mình toán chia mình nụ thái thân ấu tề bao bù cai trở nãy nâng tìa khía càng nghĩa mình chìm ra hình tề bà kê khăn nẹ hãy nẹ khăn kê vĩnh Opama đối bạch lì mụ đạc khnia rộp trộp nâng riêng thó từ từ prom khnia tớp chi vứt mình sơ cả đào cả hài thưa tại ọt giấy và sai chương này giấy tại ọt thưa nước đo sẽ cây slap mình mến chỉ riêng áp vào mạng của tề tại cứ chỉ cả đã tương khuôn ái có mỗi miền sẽ câyประมาท nẹ đai bù cài trôm nâng cả lầm bá nâng tật tùl bàn chụp cháy thông đồng sắp bị on prap khuôn ái nẹ nâng khái chìm nụ on mình khàn
រាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានរំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អបើគេខឹងគេដុតខ្លួនគេហើយបើអ្នកខឹងគេវិញអ្នកក៏ដុតខ្លួនឯងដែរមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើនពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងកុំច្រណែនគេអីគ្មានបានអីផងបានតែក្តៅក្រហាយឥតប្រយោជន៍កុំអុចអាលឲ្យគេឆ្លោះគ្នាបាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួសហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកគ្មានអ្នកណាចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅឆាប់ចប់រឿងកុំទើសច្រើនពេកពិបាកតែខ្លួនឯង
ខឹងច្រើនឆ្លោះច្រើនចម្រើនទុក្ខបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើនកុំចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកាប់ប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតកុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់បើដាស់តឿនគេត្រូវមើលពេលតាំងចិត្តអីល្អហើយនិយាយឲ្យពីរោះស្ដាប់ផងបើអ្នកចង់សុខត្រូវទម្លាប់គិតរឿងល្អនិយាយរឿងល្អរំលឹករឿងល្អសេពគប់មនុស្សល្អរៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អមានមេត្តាកុំចំណែនគេកុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេកកុំលោភលន់ពេកកុំប្រកាន់ខ្លួនពេកកុំសូវមើលរឿងក្តៅក្រហាយកុំមើលទោសគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេ
ជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្តគ្មានអ្នកណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអីប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបាន រោគទ្រព្យរោគវិជ្ជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខរៀនលះកំហឹងពេលជួបរឿងដែលអ្នកទាស់ចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសឹមនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅបើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុក្ខមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមាន
ហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងរៀនរស់នៅបច្ចុប្បន្នឲ្យបានល្អកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុនអរគុណភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមកស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិត
គ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអរកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុកថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបុណ្យម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលោកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយក៏យើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយ
កើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតលរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរកស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបនឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំចំពីចម្ពោងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីចម្ពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលចម្ពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ចម្ពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះ
បាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីដូចថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ទៅសក់ទឹកភ្នែកឯតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមនឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកឲ្យមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអញ្ចឹងតានឹងគាត់ភ្ញាក់ស្មារតីអញ្ចឹងខ្ញុំគាត់អាត្មាភាពគាត់ទៅចង់ទាញត្រឡប់មកវិញថាជាមហ្នឹងសម្លាប់គេម្ដងប៉ុន្តែដល់ពេលត្រូវគេសម្លាប់វិញ500ដងទាំងជាតិហ្នឹងអញ្ចឹងបាបកម្មហ្នឹងវាមានពេលខ្លះឲ្យផលអញ្ចឹងហើយឲ្យផលពេលខ្លះផ្ទួនគ្នាអត់ដូចគ្នាទេជីវិតហ្នឹងត្បិតថាកើតមកក្នុងផ្ទៃម៉ែតែមួយប៉ុន្តែវាសនាជីវិតរឿងរ៉ាវមិនដូចគ្នាអញ្ចឹងយើងទទួលស្គាល់ថាជីវិតហ្នឹងអញ្ចឹងហើយកំណត់ដឹងថាវាមានហេតុអញ្ចឹងបានវាជួបរឿងអញ្ចឹងហើយយើងសំបុណ្យសំកុសលជាទីពឹងទៅក្នុងលោកខាងមុខទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងណាខ្ញុំគណៈថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតទៅពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគាត់ណាដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មង
រហូតដល់ថ្នាក់ក្រុមគ្រួសារត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្សែខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអាហ្នឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទៅស្រាប់តែចុងក្រោយរបស់នឹងបែរទៅคล้ายទៅជាធ្យូងទៅវិញទៅនេះអត្ថបទមួយទៀតពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅ